ចាពីមុននាងខ្ញុំក៏ជាកសិករធម្មតាមួយដែរដល់ពេលយើងផលិតស្រូវបានទៅលក់នៅទីផ្សារវាអត់មានតម្លៃកសិករច្រើនព្រោះគាត់លក់ក៏បានតម្លៃទេថោកដូចគ្នាដល់ពេលអញ្ចឹងសហគមន៍យើងក៏មានគំនិតមួយថាចង់ចងក្រងសមាជិកទាំងអស់ហ្នឹងឲ្យទៅជាសហគមន៍ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះកឹមរីជាបេឡាសហគមន៍ចំសានជាដែនមានជ័យយើងចាប់ផ្ដើមរកទីផ្សារយើងចាប់ផ្ដើមកុងត្រារួចយើងកុងត្រាជាមួយក្រុមហ៊ុនរួចយើងកុងត្រាជាមួយសមាជិកដើម្បីរកផលិតផលលក់ឲ្យក្រុមហ៊ុនដល់ពេលយើងធ្វើមើលមួយឆ្នាំទៅឃើញថាតម្លៃទីផ្សាររបស់កសិផលហ្នឹងដូចជាស្រូវទំលូងអីគឺវាមានតម្លៃថ្លៃមែនដល់ពេលមានតម្លៃថ្លៃមែនទៅយើងចេះតែធ្វើបន្តរកដៃគូរៀងរាល់ឆ្នាំដើម្បីឲ្យកសិករនៅក្នុងតំបន់យើងមានទីផ្សារលក់ហើយគាត់បានប្រាក់ចំណូលច្រើននិងមានជីវភាពធូរធារនាងខ្ញុំឈ្មោះខាសុខុមគឺជាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មជុំខ្សានជឿដែនមានជ័យចាក្នុងនោះសហគមន៍អាចប្រមូលផលិតផលពីប្រជាជនពីកសិករដូចជាស្រូវដែលគាត់ធ្វើមានតម្លៃទាបហើយគាត់បានប្រមូលទិញពីកសិករមានតម្លៃខ្ពស់ដើម្បីទៅក្រុមហ៊ុនដែលក្រុមហ៊ុននោះគាត់មានជាចុះជាកុងត្រាហើយតម្លៃថេបានតម្លៃដល់កសិករខ្ពស់ដែរចាសហគមន៍ចំសានជាដែនមានជ័យយើងសប្តាហ៍មានសមាជិក255នាក់ហើយមានស្រី176នាក់រាល់ថ្ងៃសហគមន៍យើងមានមុខរបរចំនួន4ចាមួយយើងមានកសិករ137គ្រួសារហើយនឹងផ្ទៃដី1080ហិកតាគឺគាត់ផលិតស្រូវសរីរាង្គចាហើយមួយទៀតដំឡូងមីសរីរាង្គគាត់មានសមាជិក34គ្រួសារហើយគាត់មានផ្ទៃដី80ហិកតាចាមួយទៀតយើងមានចន្ទទីសរីរាង្គដែលមានសមាជិក31គ្រួសារហើយនឹងមានផ្ទៃដី90ហិកតាហើយមួយទៀតយើងមានសេវាកម្មត្រាក់ទ័រសម្រាប់ជួលឲ្យសមាជិកនៅក្នុងសហគមន៍ខ្ញុំយកលទ្ធផលមកលក់ឲ្យសហគមន៍ព្រោះតម្លៃខ្ពស់ជាងឈ្មួញបានទីខ្ញុំចង់លក់ឲ្យសហគមន៍ខ្ញុំបានលក់តម្លៃថ្លៃតាមរយៈសហគមន៍ដូចជាស្រូវដំឡូងមីគ្រាប់ចន្ទទីចាហើយមួយទៀតសហគមន៍យើងក៏បានចូលរួមជាមួយកសិកម្មខ្មែរសម័យថ្មីដែរចាមានគ្រូបង្គោលគាត់បង្រៀនតាម Zoom ឬក៏អនឡាញក្នុងមួយសប្តាហ៍2ដងចេះដើម្បីចែករំលែកបទពិសោធន៍បច្ចេកទេសកសិកម្មដូចជាខាងគណនេយ្យមួយចំនួនទៀតដែរពេលអនាគតចង់ឲ្យបានសហគមន៍រីកចម្រើនតទៅមុខទៀតអត់ឲ្យមានធ្លាក់ទេឲ្យបានតែកាន់លទ្ធផលបានលក់តម្លៃថ្លៃ